បើសិនជាយើងនិយាយអំពីប្រភេទប្រាក់ចំណូលប្រហែលជា4នឹងធំហើយជាទូទៅការងារនឹងអាជីវកម្មតិចឬក៏ច្រើនយើងត្រូវបញ្ចេញកម្លាំងពលកម្មរបស់យើងតែសួរថាយើងចាំបាច់ត្រូវដើរចេញឬក៏នៅនឹងរហូតអត់ទេសម្រាប់ខ្ញុំនៅនឹងរហូតនៅទីនេះបងប្អូនណាខ្លះមានក្រុមអាជីវកម្មហើយមានផែនការដើរចេញពីអាជីវកម្មអត់ទេតើមានអូខេអានឹងវានៅក្នុងភាសាមួយគេហៅ paradox យកពាក្យ paradox អត់ទេ paracetamol មកបងសុធានបើសិនជាបងក្តៅខ្លួនបងលេបមួយគ្រាប់ល្អតែបើសិនគេឲ្យលេបបងញ៉ាំ5ថ្ងៃហើយបងថាខ្ញុំមិនចាំបាច់ញ៉ាំ5ថ្ងៃខ្ញុំចង់ញ៉ាំមួយថ្ងៃសរុប5គ្រាប់ប្រតិកម្មយកពាក្យ paradox នៅ that's paradox អញ្ចឹងនៅពេលដែលបងនិយាយថាអត់មានផែនការដើរចេញពីអាជីវកម្មទាំងល្អទាំងមិនល្អនៅក្នុងនឹងល្អត្រង់ថាអាជីវកម្មបងនឹងរីកចម្រើនជោគជ័យដោយសារតែបងអត់មានជំរើសអីផ្សេងទៀតមិនមែនដោយសារបងអត់មានជំរើសទេបងមិនចង់ដើរចេញឧទាហរណ៍ដូចលោកគ្រូអ្នកគ្រូពេទ្យនៅពេលគាត់ធ្វើអាជីវកម្មមកហើយគាត់នៅតែនឹងសេដ្ឋកិច្ចល្អមិនល្អគាត់នៅតែនឹងឃើញគាត់រីកចម្រើនអត់ទេតែអ្នកខ្លះនៅពេលដែលគាត់មានជំរើសច្រើនពេកគេហៅបងជាទន្សាយលោតចុះលោតឡើងអាជីវកម្មរបស់គាត់មិនដែរបាទ fail ដែរតែពេលមួយទៀតគេនិយាយថាបើសិនជាយើងអត់មានផែនការដើរចេញពីអាជីវកម្មអញ្ចឹងសំណួរសួរចេះបើសិនតែខ្ញុំបងដើរទៅក្រៅរយៈពេល3ខែអាជីវកម្មបងមិនដែរអូខេ good នឹងអត់អីដល់ថាក៏មានកូនចៅល្អបើមានកូនចៅដូចនៅស្រុកក្រៅនៅពេលបច្ចុប្បន្នករណីខ្លះអ្នកដែលចង់ធ្វើអាជីវកម្មអត់ចាំបាច់បើអាជីវកម្មទេគាត់មានអាជីវកម្មតែមានកូនអត់មានចៅរហូតគ្មានអ្នកស្នងដល់ពេលអញ្ចឹងគាត់រកអ្នកណាគេឲ្យតែមានសមត្ថភាពដើម្បីគ្រប់គ្រងអាជីវកម្មរបស់គាត់គឺគ្រប់ហើយរាល់ថ្ងៃគឺមានអញ្ចឹងដូចថ្ងៃមុនខ្ញុំរៀនជាមួយនឹងម្នាក់នោះគាត់អាយុប្រហែលជា60 70ឆ្នាំហើយដល់ពេលគាត់រៀនមួយពួកខ្ញុំហើយបានគាត់ថាវ៉ាវគាត់អត់ដែលនឹកឃើញរឿងនឹងសោះឥឡូវគាត់នឹងលក់ភាគហ៊ុនឲ្យក្រុមការងាររបស់គាត់ដែលឆ្នាំដើម្បីគ្រប់គ្រងក្រុមហ៊ុនហ្នឹងរហូតគាត់ដើរលេងតែហេតុអីបានគាត់ suffer យូរមែនអត់មានកូនមើលអត់មានអីចុះនៅស្រុកក្រៅអ្នកខ្លះអត់មានកូនទេដល់ពេលគាត់គិតរកស៊ីអញ្ចឹងផែនការចាក់ចេញល្អបើសិនតែយើងមាននៅពេលដែលយើងមានផែនការចាក់ចេញយើងមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវច្បាស់លាស់ពីណាធ្វើក៏បានកន្លែងនៅតំណឹងនៅពេលដែលយើងចូលមកលេង cash flow នេះបានន័យថាយើងចាប់ផ្ដើមរកខ្លួនឯងសម្រាប់ខ្ញុំគឺខ្ញុំពេញចិត្តស្រឡាញ់ cash flow មែនតើព្រោះអីកន្លែងហ្នឹងគឺប្រៀបដូចបើប្រៀបធៀបទៅគឺដូចយើងដើរឡើងភ្នំអញ្ចឹងដូចថាខ្ញុំគឺជាមនុស្សម្នាក់ពីមុនមកគឺអត់ដែលដើរឡើងភ្នំទេអញ្ចឹង cash flow វាប្រៀបដូចជាផែនទីមួយបានន័យថានៅទីនេះគឺដូចជាឲ្យយើងនឹងសាឡបងដើរឡើងភ្នំប៉ុន្តែដោយមិនមានបញ្ហាអីទេបើសិនជានៅក្នុងជីវិតរបស់បងបើសិនបងអត់ដែលធ្វើអាជីវកម្មខ្ញុំឧទាហរណ៍ប៉ុន្តែដល់ពេលដែលយើងចូលទៅប្រឡូកក្នុងអាជីវកម្មអញ្ចឹងយើងច្បាស់ជាថ្មីសុទ្ធអញ្ចឹងវាមានបញ្ហាច្រើនសម្រាប់យើងហើយមានអ្នកខ្លះក៏ដួលទៅមានអ្នកខ្លះក៏មានបញ្ហាទៅអញ្ចឹងនៅទីនេះ cash flow គឺជួយសម្រាប់ខ្ញុំគឺជួយខ្ញុំដើម្បីឲ្យខ្ញុំមើលឃើញឲ្យខ្ញុំធ្វើការបត់ពិសោធន៍ខ្លួនឯងនៅក្នុងដើម្បីយើងដើរទៅក្នុងជីវិតជាក់ស្ដែងរបស់យើងសម្រាប់បងប្អូនដែលចង់ស្វែងយល់អំពីចំណេះដឹងកសាងទ្រព្យចំណេះដឹងផ្នែកវិនិយោគនិងអាជីវកម្មជួបជាមួយនឹង Master Campus ដោយផ្ទាល់បងប្អូនអាចចូលរួមកម្មវិធី Cashflow Program ដែលរៀបចំឡើងដោយ Cashflow Club Cambodia ជារៀងរាល់ខែបងប្អូនកុំភ្លេចណាចូលរួមជាមួយនឹង Cashflow Club Cambodia យើងផ្ដល់នូវចំណេះដឹងដោយបរិសុទ្ធសម្រាប់ព័ត៌មានលម្អិតបងប្អូនអាច comment នៅខាងក្រោមឬក៏តាក់ទងមកក្រុមការងាររបស់យើងបានអរគុណច្រើន